Chỉ thứ tư là mong ôn rồi còn nhận đại con từ tu rong ban nơi cả thưa sẽ phải cắm bịក្រុមសនcóតែងតែចង់ដឹងពីនីតិវិធីរបស់សនគាត់ធ្វើអីខ្លះហើយគាត់ធ្វើយ៉ាងម៉េចក៏ប៉ុន្តែគាត់បានជាភ្លេចថាអ្វីដែលជាទូនាទីឬក៏ជាកាតព្វកិច្ចឬក៏ជានីតិវិធីគោលការណ៍ដែលបានចែងសម្រាប់កិច្ចការរបស់គាត់នោះគឺជាការងារស្នូលដែលសវនករនឹងធ្វើការវិភាគរកចំណុចខ្វះចន្លោះក៏ដូចជាការបែងចែកគេហៅថាទូនាទីភារកិច្ចនៅក្នុងអ្វីដែលជាការងារស្នូលរបស់គាត់ហើយសំខាន់ទៀតប្រសិនបើនីតិវិធីតម្រូវឲ្យមានការមានអ្នកធ្វើមានអ្នកត្រួតពិនិត្យហើយមានអ្នក surprise ឆែកឡើងវិញប៉ុន្តែគាត់អត់បាន perform ប៉ុន្តែគាត់អត់បានធ្វើនៅដំណាក់កាលណាមួយឬក៏គាត់ធ្វើដែរក៏ប៉ុន្តែមិនជាប់លាប់មិនមានឯកសារមិនមានរបាយការណ៍ដែលបញ្ជាក់ពីការធ្វើឬក៏ការបំពេញតួនាទីរបស់គាត់នោះគឺវាជាចន្លោះប្រហោងអញ្ចឹងហើយអ្វីដែលគេមើលថាជាចំណុចខ្វះចន្លោះទេអ្វីដែលបំពេញបានឬក៏អាចថាប្រសើរហើយឬក៏មិនទាន់ប្រសើរក៏ដោយក៏ប៉ុន្តែវាមានភាពខ្វះចន្លោះតិចតួចអានឹងអាចថាគេពិចារណាក្នុងការលើកឬក៏ដកចេញមិនស្ថិតនៅក្នុងការឆែកឬជាដើមហ្នឹងទៅប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយដើម្បីកុំឲ្យមានបញ្ហាក្នុងការដែលក្រុមសវនករគាត់ឆែកទៅឃើញមានកំហុសច្រើនធ្វើយ៉ាងម៉េចពីប្រតិបត្តិការជាអ្នកអនុវត្តផ្ទាល់ខ្លួនឯងព្យាយាមបំពេញ daily ការងារទាំងនោះជាប្រចាំថ្ងៃនោះឲ្យទៅជាទម្លាប់ល្អដែលអនុវត្តតាមគោលការណ៍ឬនីតិវិធីឬក៏ព្យាយាមគិតថាការអនុវត្តការងារប្រចាំថ្ងៃវាអត់មានជាហានិភ័យដែលបង្កជាឧបសគ្គទៅដល់ការរាំងស្ទះនៃដំណើរការទាំងអាជីវកម្មទាំងមូលរបស់ក្រុមហ៊ុនដែលផ្ដើមចេញពីផ្នែករបស់ខ្លួនកំពុងតែប្រតិបត្តិធ្វើយ៉ាងម៉េចព្យាយាមកាត់បន្ថយហានិភ័យបង្កើនប្រសិទ្ធភាពនៅក្នុងការអនុវត្តកុំរំលោភឬបំពានតួនាទីបើសិនបើគេមានកំណត់សិទ្ធិក្នុងការត្រួតពិនិត្យការមើលការឆែកការអនុម័តសូមព្យាយាមអនុម័តឲ្យបានខ្ជាប់ខ្ជួនពេលនោះក្នុងនាមជាប្រតិបត្តិការមិនគួរមានការព្រួយបារម្ភឬក៏ខ្វល់ខ្វាយច្រើនពេកទេអំពីការអនុវត្តការងាររបស់ខ្លួនពីព្រោះខ្លួនបានបំពេញតួនាទីត្រឹមត្រូវហើយក៏គ្មានអីជាបញ្ហាចាប់ដល់ខ្លួនទាំងខ្លាយតែប្រតិបត្តិការដែលអ្នកជាអនុវត្តផ្ទាល់គាត់មិនបានគ្រប់តួនាទីខ្ជាប់ខ្ជួនដែលធ្វើឲ្យគាត់មានការព្រួយបារម្ភច្រើនក្នុងការដែលត្រូវបានសវនករឆែកអរគុណ